ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានបង្កើតវីដេអូមួយសម្រាប់ប្រាប់អ្នកនរគ្នាអំពីការផ្លាស់ប្ដូរលេខទូរស័ព្ទរបស់យើងនៅក្នុង account Gmail ឬក៏ account Google របស់យើងអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅដល់ការដោះស្រាយតែម្ដងទៅដំបូងបងប្អូនត្រូវដឹងថាតើក្នុងទូរស័ព្ទដៃរបស់យើងនេះមានកម្មវិធី Gmail ឬនៅបើសិនជាមិនទាន់មានទេបងប្អូនអាចទៅ download តាម App Store ឬក៏ Play Store ដែលអាចឬក៏កម្មវិធី web ផ្សេងៗដែលអាច download Gmail បានអញ្ចឹងយើងចូលទៅកម្មវិធី Gmail ហើយយើងមើលទៅលើអេក្រង់ទូរស័ព្ទដៃរបស់យើងចូលទៅកន្លែង account Gmail របស់យើងហ្នឹងណានៅពេលដែលវាចេញជាបែបនេះយើងចុចទៅលើពាក្យដែលនៅក្រោមឈ្មោះaccount របស់យើងហ្នឹងណាគឺដាក់អក្សរថា manage your Google account យើងចុចទៅលើពាក្យហ្នឹងហើយយើងអាចរងចាំវាដំណើរការបន្តិចសិននៅពេលដែលវាចេញជាបែបនេះយើងចុចទៅលើពាក្យដែលបានដាក់ថា personal info យើងចុចកន្លែងពាក្យថា personal info ហ្នឹងទៅនៅពេលដែលយើងចុចទៅវានឹងចេញជាបែបនេះអញ្ចឹងយើងអាច scroll មើលទៅលើពាក្យណាដែលបានដាក់លេខទូរស័ព្ទរបស់យើងអញ្ចឹងយើងឃើញនោះពាក្យ phone នោះគឺបានដាក់លេខទូរស័ព្ទរបស់យើងអញ្ចឹងយើងចុចហើយយើងរងចាំវាបន្តិចទៅវានឹងចេញជាបែបនេះអញ្ចឹងយើងនឹងឃើញលេខទូរស័ព្ទរបស់យើងហើយយើងអាចចុចតទៀតទៅអញ្ចឹងនៅពេលដែលយើងចុចរួចវានឹងចេញជាបែបនេះអញ្ចឹងយើងមើលកន្លែងលេខទូរស័ព្ទរបស់យើងវាមានសញ្ញា2គឺសញ្ញាធុងសារ៉ាមនិងសញ្ញាមួយទៀតដែលដូចទៅនឹងប៊ិចឬក៏ខ្មៅដែរអញ្ចឹងសញ្ញា2ហ្នឹងគឺសញ្ញាធុងសារ៉ាមយើង delete លេខទូរស័ព្ទរបស់យើងចោលសញ្ញាប៊ិចឬក៏ខ្មៅដៃហ្នឹងយើងអាចកែតម្រូវលេខទូរស័ព្ទរបស់យើងបានអញ្ចឹងគឺយើងចុចទៅលើសញ្ញាខ្មៅដៃនឹងឯងដើម្បីកែលេខទូរស័ព្ទរបស់យើងលេខទូរស័ព្ទថ្មីអញ្ចឹងនៅពេលដែលវាចេញជាបែបនេះយើងអាចរងចាំវាដំណើរការបន្តិចសិនទៅកន្លែងនេះយើងអាចវាបញ្ចូលpassword screen lock របស់យើងសិនហ្នឹងណាយើងអាចវាបញ្ចូលសិនទៅអញ្ចឹងខ្ញុំធ្វើការវាបញ្ចូលលេខកូដឬក៏ password ដែលខ្ញុំបានដាក់លើអេក្រង់ទូរស័ព្ទរបស់ខ្ញុំសិនអញ្ចឹងយើងធ្វើការរងចាំវាបន្តិចសិនទៅនៅពេលវាជាបែបនេះមានថាយើងអាចចុចកន្លែងនេះបានឯងសឹកថ្មីទៅដោយសារតែមិញយើងអាឡ័យតែវាយលេខកូដ password របស់យើងអញ្ចឹងកាលណាវាជាបែបនេះយើងមើលទៅខាងក្រោមទូរស័ព្ទរបស់យើងហើយយើងមើលទៅលើពាក្យថា update number យើងចុចពាក្យហ្នឹងហើយយើងអាចនេះផ្លាស់ប្ដូរលេខទូរស័ព្ទរបស់យើងបានហើយអញ្ចឹងបងប្អូនអាចផ្លាស់ប្ដូរលេខទូរស័ព្ទរបស់បងប្អូនដែលបងប្អូនចង់ដាក់ហ្នឹងណាអាចវាបញ្ចូលទៅនៅពេលដែលយើងបានផ្លាស់ប្ដូរលេខទូរស័ព្ទរបស់យើងហើយបងប្អូនអាចមើលទៅខាងក្រោមទូរស័ព្ទរបស់យើងហើយយើងចុចទៅលើពាក្យថា get code អញ្ចឹងនៅពេលដែលយើងចុចទៅលើពាក្យ get code ហើយវាជាបែបនេះមានន័យថាគេឲ្យយើងវាលេខកូដដែលគេបានផ្ញើទៅលើលេខទូរស័ព្ទដែលយើងបានផ្លាស់ប្ដូរនឹងឯងអញ្ចឹងយើងអាចវាលេខកូដដែលគេបានផ្ញើសារតាមលេខទូរស័ព្ទដែលយើងបានប្ដូរហ្នឹងណាលេខទូរស័ព្ទថ្មីហ្នឹងពេលដែលយើងវាលេខកូដហើយយើងចុចពាក្យខាងក្រោមពាក្យថា verify ហ្នឹងជាការស្រេចឥឡូវនេះវីដេអូយើងក៏បានឈានដល់ការបញ្ចប់អញ្ចឹងសូមសង្ឃឹមថាបងប្អូនជួយ Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗទៀតពីខ្ញុំបាទសូមអរគុណសូមជម្រាបលា